សូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗសូមជូនរឿងកូនទាំង4នាក់មិនបំរើឪពុកក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់រយៈពេល1ឆ្នាំមានការលំបាកដោយខ្វះស្ត្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទ្រព្យរបស់កំពេចកំពុកនៅក្នុងផ្ទះគាត់ក៏សម្រេចចិត្តការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីនោះមកនៅជាមួយហើយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ហើយចែកទ្រព្យសម្បត្តិមួយចំណែកឲ្យដូចកូនច្បងតមកទៀតរៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ឆ្នាំក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគាត់គិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់បន្ទាប់ពីយាយវាស្លាប់ចោលទៅនៅកូន4នាក់ការហើយអស់ហើយបានចែកទ្រព្យឲ្យកូនអស់ស្រឡះខ្លួនហើយខ្ញុំមិនបាច់រកស៊ីអីទេនៅឲ្យតែស្ងៀមទៅកូនរកស៊ីចិញ្ចឹមរស់ស្រួលរហូតដល់ថ្ងៃស្លាប់ហើយខ្ញុំប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នោះបន្តិចទាស់នេះក៏នាំគ្នាចុះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះទីតីពីគ្នាទាំងអស់ចោលឪពុកពោះម៉ាយឲ្យនៅតែឯងឯកោអនាថាកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយចំណីឲ្យឪពុកបន្តិចបន្តួចជារៀងរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងមានកូនខ្ចីផងក៏បងអង្គជូនបាយទឹកឪពុកក្មេកដោយកូនប្រសាខ្លះគិតថាប្រហែលបងប្អូនគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏អត់ពេលប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសនាងប្រពន្ធខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពុះម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដើរសូមទានគេបរិភោគរងទុក្ខវេទនាពន់ពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជំរកនៅផងជំរាបសួរអ្នកមានបាយមហូបសល់ទេអ្នកខ្ញុំសុំហូបខ្លះបានទេកាលនោះមានបុរសម្នាក់នៅកំឡោះមាន70បរោះហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នេះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានទ្រព្យគ្រាន់បើឪពុកម្ដាយរបស់ខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម្ដេចក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ដែរម្ដេចក៏កូននោះមើលបំណាំមិនថែទាំលោកតាសោះទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអោចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើដែរពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរុនក្តាមក៏វាចូលដែរ
ខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជូរខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលមានមួយពេលនឹងធ្វើការរកស៊ីអ្វីក៏ពុំកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែពុំរួចទៅហើយដូចលោកចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលាន់មាត់ថាយីអើកូនតាមានចិត្តអាក្រក់ដល់ម្លឹងផងបើអញ្ចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញចូលលោកតារកពាងមួយមានមាត់តូចល្មមជុះអាចនឹងនោមដាក់ឲ្យពេញហើយរកកំណាត់សំពត់រុំបិទចិត្តផងហើយជីកកប់ក្នុងដីចិត្តជើងសសរទ្រូងផ្ទះហើយបើមានអ្នកណាដើរមកចូលលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពាងកប់ទុកពុំទាន់ចែកឲ្យកូនណាឡើយចាំមើលកូនណាដឹងគុណបើចិត្តស្លាប់ខ្ញុំនឹងប្រគល់ឲ្យទៅកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកំខានក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះកុំឲ្យលោកតាដើរសូមទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកគប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានជាសះស្បើយពីជំងឺមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសានាំគ្នាកោះពាងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាពគ្នាឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូម៉ម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មាសប្រាក់ច្រើនដល់ទៅមួយពាងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើជាមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងអញជាមេចំណែកត្រូវតែបានមាសច្រើនជាងគេគាត់ក៏ដើររុតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទឹងមើងធ្វើឲ្យខុងកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនភ្នែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងស្មាតឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាស់យកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិនលុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងត្រស្ទួយបិទទូលលើក្បាលហើយសំស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសខាងណាប៉ុន្មានត្រូវបានទៅអ្នកដែលឈរនៅទិសខាងនោះបើកំណប់ណានៅសល់ទៅលើឈ្នួតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងឡើយភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើបមាសក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកចិត្តខាងទៅចាំមើលផងដែរតែពេលគេលើកពាងបិទទូលរួចស្រាយមាត់ពាងផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រើនខួបហូរឆឆ្វាយលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាច់ខ្ចាយចេញទៅគ្រប់ទិសប្រឡាក់ប្រឡូកពីពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មឹសថាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរអស់កូនទាំង4នាក់និងកូនប្រសាថាខ្មោចអាដែងមីដែងអាកូនទាំងអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មាសប្រាក់អន្តរាយខ្លាចទៅជាអាចនោមប្រឡាក់ពេញខ្លួនអញដូច្នេះយីខ្មោចអាផេះមីផេះអស់នេះខូចមែនលោកគ្រូរត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទឹកទន្លេព្រោង
ខំត្រាំទឹកលាងបាបអស់ម្នាក់1 ម៉ោងរួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅ